កូរ៉េខាងជើងបង្ហាញដ្រូនវាយប្រហារនុយក្លេអ៊ែររៀងដូចដ្រូនអាមេរិកបង្អួតសហរដ្ឋអាមេរិកកូរ៉េខាងជើងបានបង្ហាញយន្តហោះគ្រប់គ្រងនិងព្រមានទុកមុនរបស់ខ្លួនជាលើកដំបូងយន្តហោះគ្មានមនុស្សបើកថ្មីរបស់ទីក្រុងព្យុងយ៉ាងនឹងក្លាយជាជំហានមួយចេញពីប្រព័ន្ធការពារដែនអាកាសដែលមានវ័យចំណាស់របស់ខ្លួនហើយការបង្កើតវានេះបង្ហាញថាប្រទេសកូរ៉េខាងជើងនេះប្រហែលជាកំពុងរៀបចំសម្រាប់ចំនួនដែលអាចកើតមានចំពេលមានភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយកើនឡើងការដាក់បង្ហាញអាវុធថ្មីរបស់ទីក្រុងព្យុងយ៉ាងកើតឡើងភ្លាមៗបន្ទាប់ពីការគម្រាមកំហែងថ្មីរបស់ខ្លួនចំពោះសហរដ្ឋអាមេរិកបន្ទាប់ពីប្រទេសនេះថ្កោលទោសទីក្រុង Washington ចំពោះការចូលរួមក្នុងសមយុទ្ធរួមគ្នាជាមួយកងទ័ពជើងទឹកជប៉ុននិងកូរ៉េខាងត្បូងកាលពីថ្ងៃទី17ដល់ថ្ងៃទី20មីនាកន្លងទៅនេះយន្តហោះនេះមានម៉ាស៊ីនចំនួន4និងដំបូលរ៉ាដាមួយត្រូវបានដំឡើងនៅលើតួយន្តហោះហើយឈ្មោះផ្លូវការរបស់វាមិនត្រូវបានគេដឹងឡើយយន្តហោះគ្មានមនុស្សបើកនេះទើបត្រូវបានគេឃើញពីមុនតាមរយៈរូបភាពផ្កាយរណបហើយអ្នកវិភាគបានរាយការណ៍ថាវាផ្អែកលើយន្តហោះដឹកទំនិញ Il-76 ដែលផលិតដោយរុស្ស៊ីសម្រាប់ទូនាទីព្រមានជាមុនដើម្បីផលិតយន្តហោះនេះទីក្រុងព្យុងយ៉ាងបានបំផ្លែងយន្តហោះដឹកជញ្ជូនយោធាដែលផលិតដោយរុស្ស៊ីទៅជាមជ្ឈមណ្ឌលបញ្ជីការហោះហើរដែលបំពាក់ដោយរ៉ាដាដ៏មានឥទ្ធិពលយន្តហោះ AEW&C នឹងជួយកូរ៉េខាងជើងក្នុងការតាមដានយន្តហោះគន្លងទាបនិងគ្រាប់កាំជ្រួយគន្លងទាបប្រទេសចិនមានយន្តហោះគ្រប់គ្រងនិងព្រមានជាមុនដែលគេស្គាល់ថាជាយន្តហោះ KJ-3000 ដែលត្រូវបានដាក់បង្ហាញក្នុងខែមករាហើយមានសមត្ថភាពស្ទាក់ចាប់យន្តហោះចម្បាំងរបស់អាមេរិកដែលខិតមុខជិតដែនអាកាសរបស់ប្រទេសនេះក្នុងរយៈចម្ងាយឆ្ងាយសារព័ត៌មាន Reuters បានរាយការណ៍ថាលោកគីមចុងអ៊ុនក៏បានត្រួតពិនិត្យការសាកល្បងយន្តហោះគ្មានមនុស្សបើកអត្តឃាតជាមួយនឹងបច្ចេកវិទ្យាសិប្បនិម្មិត AI ផងដែរលោកអ្នកនាងជាទីមេត្រីអ៊ុយក្រែនងាកទៅរកការឈ្លានពានតំបន់ថ្មីរបស់រុស្ស៊ីនៅបែលក្រាដក្នុងដំណាក់កាលឈ្លានពានថ្មីសារព័ត៌មានដសាររបស់ចក្រភពអង់គ្លេសចុះផ្សាយនៅថ្ងៃទី30មីនាឆ្នាំ2025នេះថាលោកប្រធានាធិបតីអ៊ុយក្រែនហាក់បញ្ជាក់ជាលើកដំបូងដែលកងទ័ពអ៊ុយក្រែនឆ្លងចូលតំបន់បែលក្រាដរបស់រុស្ស៊ីជាទង្វើមួយដូចជាការទះកំភ្លៀងរបស់លោកពូទីនក្នុងពេលដែលកងទ័ពរុស្ស៊ីកំពុងព្យាយាមរុញច្រានទ័ពអ៊ុយក្រែនឲ្យចាកចេញពីតំបន់ Kursk របស់ខ្លួនលោក Zelensky និយាយថាយើងកំពុងរៀបចំជំហានសមស្របដើម្បីកាត់បន្ថយការប្រមូលផ្ដុំកងទ័ពរបស់ពួកគេហើយការពិតដែលថាវាធ្លាក់ចូលទៅក្នុងភូមិសាស្ត្រក្នុងតំបន់ព្រីយ៉ាននោះយើងមិនខ្វល់ពីតំបន់ដែលពួកគេទៅទេអ្នកវិភាគជឿថាគាត់និយាយខុសព្រោះព្រីយ៉ានមិនជាប់ព្រំដែនបែលក្រាដទេការលុកលុយរបស់ទីក្រុងគីវបានកើតឡើងនៅបែលក្រាដភាគខាងត្បូងនៃតំបន់ Kursk ប្រតិបត្តិការនេះទំនងជាកិច្ចខិតខំប្រឹងប្រែងមានកម្រិតដើម្បីបន្សាបកងកម្លាំងរុស្ស៊ីជាជាងការវាយលុកទ្រង់ទ្រាយធំលោក Zelensky ក៏បានលើកឡើងពីស្ថានភាពនៅក្នុងទីក្រុង Kursk ដោយបញ្ជាក់ថាក្នុងទិសដៅ Kursk កងទ័ពអ៊ុយក្រែនកំពុងធ្វើអ្វីគ្រប់យ៉ាងដែលអាចធ្វើទៅបាននិងមិនអាចធ្វើទៅបានយើងមានវត្តមានរបស់យើងនៅទីនោះវត្តមានរាងកាយរបស់យើងគ្មានការលំពាត់ណាមួយឡើយអ្នកវិភាគយោធាអ៊ុយក្រែនលោក Alexei Hetman បានយល់ព្រមជាមួយលោក Volodymyr Zelensky ថារុស្ស៊ីកំពុងពង្រឹងកិច្ចខិតខំប្រឹងប្រែងឆ្លប់យកការនិងប្រតិបត្តិការសមរភូមិដោយបង្ហាញពីការត្រៀមលក្ខណៈសម្រាប់ការវិលុកដ៏ធំដែលអាចកើតមានរយៈពេលរហូតដល់9ខែនោះលោកក៏សម្គាល់ថាកងកម្លាំងរបស់ទីក្រុងមូស្គូបានបង្កើនការវាយប្រហារនៅតាមខ្សែបន្ទាត់ជួរមុខទោះបីជាកិច្ចចរចាបិទឈប់បាញ់កំពុងបន្តកើតមានក៏ដោយលោកបន្ថែមថាចំនួននៃការប៉ះទង្គិចគ្នានៅជួរមុខមិនថមថយចុះនោះទេកងទ័ពរបស់រុស្ស៊ីបានកំពុងស៊ើបអង្កេតប្រព័ន្ធការពាររបស់អ៊ុយក្រែនដោយផ្ដោតលើទីតាំងបាញ់និងប្រព័ន្ធយន្តហោះគ្មានមនុស្សបើកដើម្បីកាត់បន្ថយការតស៊ូមុនពេលការវាយប្រហារដ៏ធំរបស់ខ្លួនកើតឡើងលោក Zelensky បានអះអាងថារុស្ស៊ីកំពុងត្រៀមខ្លួនសម្រាប់ការវាយលុកថ្មីលោក Zelensky ក៏បានលើកឡើងផងដែរថាកងកម្លាំងរបស់លោកពូទីនកំពុងត្រៀមលក្ខណៈសម្រាប់ការវាយលុកថ្មីក្នុងពេលប្រមាណសប្តាហ៍ខាងមុខក្នុងគោលបំណងបង្កើនសម្ពាធលើអ៊ុយក្រែននិងពង្រឹងកម្លាំងរបស់វិមានក្រែមលីនក្នុងការចរចាបទឈប់បាញ់លោកបានពន្យល់ថាពួកគេកំពុង
ទាញចេញពីកិច្ចពិភាក្សាហើយព្យាយាមធ្វើឲ្យអាមេរិកជាប់គាំងក្នុងការពិភាក្សាគ្មានទីបញ្ចប់និងគ្មានន័យអំពីលក្ខខណ្ឌคล้ายៗដើម្បីទិញពេលវេលាហើយបន្តមកព្យាយាមដណ្ដើមយកដីបន្ថែមទៀតរបាយការណ៍ស៊ើបការណ៍បង្ហាញថារុស្ស៊ីកំពុងរៀបចំការវាយប្រហារនៅទូទាំងសមរភូមិជួរមុខចម្ងាយ 1000 គីឡូម៉ែត្រដោយផ្ដោតលើស៊ូមី ខាគីវនិងហ្សាប៉ូរីសើមន្ត្រីអ៊ុយក្រែនប្រកែកថានេះបង្ហាញថាទីក្រុងមូស្គូគ្មានចេតនាក្នុងកិច្ចចរចាសន្តិភាពដ៏មានអត្ថន័យឡើយផ្ទុយទៅវិញគឺស្វែងរកផលប្រយោជន៍ទឹកដីមុនចរចាសហរដ្ឋអាមេរិកផ្គុំកម្លាំងក្រុមយន្តហោះទម្លាក់គ្រាប់បែកត្រៀមសេរីមេដឹកនាំអ៊ីរ៉ង់អាតូឡាសារព័ត៌មានដសានរបស់ចក្រភពអង់គ្លេសចុះផ្សាយនៅថ្ងៃទី30មីនាឆ្នាំ2025នេះថាក្រុមអ្នកប្រយុទ្ធយន្តហោះទម្លាក់គ្រាប់បែក B2 របស់អាមេរិកកំពុងតែផ្គុំកម្លាំងនៅលើកោះ Diego Garcia របស់អង់គ្លេសដោយមានបំណងតម្រង់ទៅរកអ៊ីរ៉ង់មេដឹកនាំអ៊ីរ៉ង់អាយ៉ាតូឡាកំពុងអស់ពេលហើយដោយសារតែគាត់កំពុងតែប្រឈមមុខនឹងការទះកំភ្លៀងមួយពីសំណាក់មេដឹកនាំសហរដ្ឋអាមេរិកជំវិញកិច្ចព្រមព្រៀងនុយក្លេអ៊ែរថ្មីលោកត្រាំបានទាមទារឲ្យមេដឹកនាំអ៊ីរ៉ង់ចុះហត្ថលេខាលើកិច្ចព្រមព្រៀងថ្មីមួយបើមិនដូច្នោះទេអាចប្រឈមមុខនឹងសកម្មភាពយោធាលោកត្រាំបានផ្ដល់ឲ្យមេដឹកនាំអ៊ីរ៉ង់នៅពេលវេលាកំណត់រយៈពេល2ខែហើយនៅសល់តែ5សប្តាហ៍ទៀតប៉ុណ្ណោះសារព័ត៌មាន Axios រាយការណ៍ថាអ៊ីរ៉ង់បានឆ្លើយតបទៅនឹងការបដិឆេទកំណត់របស់លោកត្រាំតាមរយៈប្រទេសអូម៉ង់ក្នុងនាមជាបរិះកណ្ដាលប៉ុន្តែអ្វីដែលពួកគេនិយាយមិនទាន់ដឹងនៅឡើយរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោក Abbas Araghchi បាននិយាយថាខ្លួននឹងមិនចរចាជាមួយសហរដ្ឋអាមេរិកផ្ទាល់ឡើយដរាបណាយុទ្ធនាការសម្ពាធអតិបរមារបស់លោកត្រាំនៅតែបន្តគណៈបក្សសាធារណរដ្ឋក៏បានព្រមានទីក្រុងតេរ៉ង់ឲ្យបញ្ឈប់ជាបន្ទាន់នៅការគ្រប់គ្រងរបស់ខ្លួនចំពោះក្រុមតោកយ៉ាហូធីនៅយេម៉ែនគេយល់ថាយន្តទម្លាក់គ្រាប់បែក B2 Spirit ចំនួន6គ្រឿងគឺសម្ដៅទៅរកប្រទេសតោកយ៉ាយេម៉ែននិងក្រុមតោកយ៉ារខេរខាហូធីបន្ទាប់ពីលោកត្រាំបានបើកការវាយប្រហារប្រឆាំងនឹងពួកនេះកាលពីចុងសប្តាហ៍មុនយន្តទម្លាក់គ្រាប់បែកធុនធ្ងន់របស់សហរដ្ឋអាមេរិកអាចកំទេចគោលដៅជាមួយនឹងបន្ទុកគ្រាប់បែក25តោនដ៏ធំរបស់ពួកគេក្នុងយន្តហោះចំនួនអ្នកស្លាប់ដោយគ្រោះរញ្ជួយដីនៅមីយ៉ាន់ម៉ានិងថៃអាចកើនឡើងដល់ 100000 នាក់ក្រុមហ៊ុន Car Power មានទិញលក់និងបង់រំលោះរថយន្ត Kia Morning ដែលនាំចូលផ្ទាល់ពីប្រទេសកូរ៉េទំនុកចិត្តខ្ពស់តម្លៃក្រោមទីផ្សារសេវាកម្មល្អការធានាត្រឹមត្រូវធុងបាស Sound King ផលិតផលរបស់ចក្រភពអង់គ្លេសគុណភាពស្តង់ដារលំដាប់ថ្នាក់ពិភពលោកយោងតាមសារព័ត៌មាន Newsweek របស់អាមេរិកចុះផ្សាយនៅថ្ងៃទី30មីនានេះថាចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីនៅក្នុងប្រទេសមីយ៉ាន់ម៉ានិងថៃកើនឡើងខ្លាំងដែលការព្យាករណ៍មួយនិយាយថាតួលេខនេះអាចកើនឡើងដល់ 100000 នាក់ទីភ្នាក់ងារស្ទីបទងភូមិសាស្ត្រសហរដ្ឋអាមេរិកហៅកាត់ថា USGS បាននិយាយកាលពីថ្ងៃសៅរ៍ថាមនុស្សចន្លោះពី10000ទៅ100000នាក់អាចត្រូវបានសម្លាប់បន្ទាប់ពីគ្រោះរញ្ជួយដីកម្រិត 7.7 Richter បានវាយប្រហារនៅជិតទីក្រុង Mandalay នៅកណ្ដាលប្រទេសមីយ៉ាន់ម៉ាកាលពីថ្ងៃសុក្រយោងតាមសារព័ត៌មាន AP បានឲ្យដឹងថាគិតត្រឹមថ្ងៃសៅរ៍ចំនួនអ្នកស្លាប់ដែលបានបញ្ជាក់កើនឡើងដល់1500នាក់និងជាង3400នាក់រងរបួសចំនួនអ្នកស្លាប់និងរបួសនៅមីយ៉ាន់ម៉ាគេខ្លាចថានឹងមានការកើនឡើងខ្លាំងណាស់សហព័ន្ធអន្តរជាតិនៃកាកបាទក្រហមក្នុងប្រទេសមីយ៉ាន់ម៉ាបានប្រាប់សារព័ត៌មាន BBC ថាមនុស្សជាង18លាននាក់រស់នៅក្នុងតំបន់រងគ្រោះហើយមនុស្សជាច្រើននឹងគ្មានទីជម្រកសុវត្ថិភាពលទ្ធភាពទទួលបានទឹកស្អាតឬការថែទាំសុខភាពដែលអាចទុកចិត្តបានមីយ៉ាន់ម៉ាប្រកាសប្រទេសដាក់ក្នុងភាពអាសន្ននៅទូទាំងតំបន់ដែលរងផលប៉ះពាល់ខ្លាំងបំផុតចំនួន6បន្ទាប់ពីគ្រោះរញ្ជួយដីខណៈដែលប្រទេសថៃជិតខាងអាជ្ញាធរទីក្រុងបាងកកនិយាយថារហូតមកទល់ពេលនេះមានមនុស្ស6នាក់បានស្លាប់និងមនុស្ស26នាក់រងរបួសនិងមនុស្ស47នាក់ផ្សេងទៀតបាត់ខ្លួននៅឡើយរដ្ឋាភិបាលបង្រួមជាតិមីយ៉ាន់ម៉ាបានអំពាវនាវឲ្យមានបទឈប់បាញ់រយៈពេល2សប្តាហ៍ចាប់ពីថ្ងៃទី30មីនានេះតទៅដើម្បីអនុវត្តប្រតិបត្តិការសង្គ្រោះបន្ទាន់សម្រាប់ជនរងគ្រោះដោយគ្រោះរញ្ជួយដីដែលវាយប្រហារមីយ៉ាន់ម៉ាកាលពីថ្ងៃសុក្រថ្ងៃនេះក្រុមហ៊ុន LV Sound King យើងខ្ញុំសូមណែនាំបងប្អូនមកកាន់ថាច់ខារ៉ាអូខេដ៏មានគុណភាពល្អ
ទំនើបនិងទាន់សម័យទំហំអេក្រង់19 អ៊ីងមាន YouTube នៅក្នុង3រួចជាស្រេចកំងចម្រៀងពី Hadis និង YouTube ចាក់បានព្រមគ្នាដោយមិនរំខានដល់អ្នកច្រៀងផ្ទុកបានរាប់ម៉ឺនបទអាច download ចម្រៀងទុក Hadis បានច្រើនហើយអាចច្រៀងបានសារឡើងវិញដោយមិនចាំបាច់ប្រើ Wi-Fi ថាច់ Smooth Law ដើរលឿនភ្ជាប់ Wi-Fi ពីទូរស័ព្ទដៃមានច្រើនភាសាមានច្រើន keyboard ជាពិសេសជាងគេទៅទៀតនោះយើងអាចយកភ្លេងសុទ្ធឬ lyric ចំពោះតម្លៃគឺពិសេសមែនទែនធូរថ្លៃសមរម្យសូមទំនាក់ទំនងមកកាន់លេខទូរស័ព្ទ010 60 0025 012 57 45 45 Telegram 011 66 55 86